យោធារបស់ម៉ាដាកាស្កាឡើងកាន់អំណាចខណៈពេលប្រធានាធិបតីត្រូវបានបណ្តេញចេញពីអំណាចមេបញ្ជាការកងទ័ពដែលដឹកនាំការបះបោរនៅក្នុងប្រទេសម៉ាដាកាស្កាបាននិយាយកាលពីថ្ងៃអង្គារទី14ខែតុលាឆ្នាំ2025នេះថាយោធាបានឡើងកាន់អំណាចបន្ទាប់ពីប្រធានាធិបតីអេនទ្រីរ៉ាជូលីណាត្រូវបានចោទប្រកាន់ដោយសមាជិកសភានិងបង្ខំឲ្យភៀសខ្លួនចេញពីប្រទេសបន្ទាប់ពីការតវ៉ាជាច្រើនសប្តាហ៍ដែលដឹកនាំដោយយុវជន Gen Z ប្រធានាធិបតីអេនទ្រីរ៉ាជូលីណាបានបដិសេធមិនចុះចេញពីតំណែងបើទោះបីជាការកើនឡើងនៃបាតកម្មពីក្រមយុវជន Gen Z ទាមទារឲ្យមានការលាលែងពីតំណែងក៏ដោយលោកវរៈសេនីយ៍ឯក Michel Randrian បានប្រកាសតាមវិទ្យុជាតិថាយើងបានយកអំណាចហើយបាននិយាយថាយោធាកំពុងរំសាយស្ថាប័នទាំងអស់លើកលែងតែសភាជាន់ទាបឬក៏រដ្ឋសភា